បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនៅក្នុងថ្ងៃនេះដែរខ្ញុំមានវីដេអូមួយចង់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វិធីក្នុងការបង្កើត account TikTok អាមេរិកខ្ញុំមិនថាបងប្អូនទាំងអស់គ្នាមួយចំនួនគាត់បានដឹងហើយរបៀបបង្កើតហើយមួយចំនួនទៀតគាត់អត់ទាន់បានដឹងពីវិធីបង្កើតTikTok អាមេរិកដែលហៅថា TikTok USA ហើយលក្ខណៈខុសគ្នាត្រង់ TikTok USA វាមានមុខងារយើងអាចរកលុយជាមួយការផុសមាតិកាបានហ្នឹងតែបើសម្រាប់ TikTok នៅស្រុកយើងស្រុកខ្មែរយើងហ្នឹងគឺយើងអាចមិនអាចថារកលុយជាមួយថា stream វាបានទេអញ្ចឹងយើងកុំឲ្យខាត់ពេលយូរបងប្អូនចូលទៅកាន់វិធីទាំងអស់គ្នាបាទជាដំបូងបងប្អូនគ្រាន់តែចូលមកកាន់ app TikTok របស់យើងមកបាទពេលវា load បែបនេះហើយបងប្អូនចុចនៅកន្លែងពាក្យថាខាងក្រោមបងប្អូនកន្លែង sign up នេះបាទវា load មកចឹងហើយកន្លែងនេះសំខាន់បងប្អូនដែលបង្កើតទៅបងប្អូនចុចនៅកន្លែងបំពេញចូលទូរស័ព្ទឬក៏ connect ជាមួយ Facebook ឬក៏ connect ជាមួយ mail តែយើងអត់បានដឹងពីចំណុចមួយដែលវាសំខាន់សម្រាប់ទីតាំងរបស់យើងឬក៏ដែលខ្ញុំអាចនិយាយថាយើងចង់បង្កើត TikTok US ណាអញ្ចឹងបងប្អូនចុចកន្លែងពាក្យថា Cambodia នេះរកដល់យើងបង្កើតយើងយកពាក្យ Cambodia បានវាអត់មានមុខងាររលុយហ្នឹងអញ្ចឹងយើងចុចលើពាក្យ Cambodia ហ្នឹងមកទៅមកវាឲ្យយើងដូរប្រទេសហើយយើងវាយ United States មកនេះបងប្អូនលោតមកហើយនៅខាងក្រោមនេះយើង select លើមកនេះឃើញទេវាដូរពីពាក្យកម្ពុជាវាលោតមកពាក្យថា United States កន្លែងហ្នឹងបងប្អូនត្រូវចំណាំត្រូវតែដូរបើយើងអត់ដូរយើងអាចបង្កើតបានទេយើងបង្កើតបានតែក្នុង account យើងគឺអត់មែនថា account US គឺ account ខ្មែរយើងធម្មតាហ្នឹងហើយពេលបង្កើតខ្ញុំ comment ឲ្យបងប្អូនយកជា mail បង្កើតជាមួយ email ដោយសារអីដោយសារខ្ញុំបង្កើតជាមួយលេខទូរស័ព្ទឬក៏ Facebook ជួនកាលវាអត់ support ទេបងប្អូនបើវា support ក៏វាអាចថាខុសទីតាំងខុសអីចឹងវាអាចមានបញ្ហាពេលក្រោយអញ្ចឹងយើងអាចយកជា email ទៅ email យើងបានទូទាំងពិភពលោកអញ្ចឹងអញ្ចឹងទៅបងប្អូនចេះកន្លែង email ហ្នឹងមកតបមកកន្លែងបង្កើតបងប្អូនដូចគ្នាទេបងប្អូនយើងអាចបង្កើតបាននិយាយរួមដូចតែយើងបង្កើតធម្មតាហ្នឹងបងប្អូនតែសម្រាប់ខ្ញុំបង្កើតហើយអញ្ចឹងវាណាមួយខ្ញុំវាអស់ mail បង្កើតដែរអញ្ចឹងទៅវាបង្កើតខ្ញុំអត់មាន mail បង្កើតតែរបៀបបង្កើតបងប្អូនប្រកាសជាចេះហើយរាល់ដងដូចយើងបង្កើត account ទូទៅហ្នឹងបងប្អូនយើងចុចកន្លែងនិយាយរួមខុសគ្នាត្រង់តែកន្លែងយើងដូរប្រទេសហ្នឹងទេបងប្អូនយើងដូរពីពាក្យកម្ពុជាមកពាក្យខ្មែរហ្នឹងមកហើយយើងចង់បង្កើតខ្ញុំ recommend បងប្អូនបង្កើតកន្លែង email ចុច email មកយើងបង្កើតទៅវាបានដែរបងប្អូនភាសានេះខ្ញុំបង្កើតហើយអញ្ចឹងវាអត់ឲ្យអញ្ចឹងបាទថ្ងៃហើយនឹងឲ្យបងប្អូនពេលយើងបង្កើតបានហើយវា load មកដូច TikTok យើងទូទៅហ្នឹងបងប្អូនតែចំណុចដែលវាខុសគ្នាពី account យើងបង្កើតនៅស្រុកខ្មែរយើងហ្នឹងដែលមានថាបង្កើតនៅស្រុកខ្មែរទៅគឺ location នៅខ្មែរយើងណាគឺខុសគ្នាត្រង់ថានេះបងប្អូនចុចកន្លែង studio ហ្នឹងមកនេះវាមានមុខងារពីរហ្នឹងទី1 creator marketplace ហ្នឹងសម្រាប់យើងអ្នកលក់ online អញ្ចឹងហើយមួយទៀតនេះចំណុចដែលយើងចង់បានគឺ creator reward program នេះកន្លែងទី2ហ្នឹងដោយសារហ្នឹងវាមុខងារហ្នឹងគឺយើងផុសវីដេអូគេ stream គេអស់ឃើញវីដេអូយើងទៅបានលុយនេះមានមុខងារលក្ខខណ្ឌវាតែដោយសារ TikTok នេះខ្ញុំកើតខ្ញុំអត់សូវបានលេងអញ្ចឹងទៅវាអត់ដោយសារវាអត់ឡើងអញ្ចឹងបងប្អូននេះវាមើលមុខងារវាមានយើងមានអាយុចាប់ពី18ឆ្នាំឡើងអញ្ចឹងសម្រាប់ mail យើងហើយពេលយើងបង្កើត mail យើងអាចដាក់អាយុរៀងវែងទៅរៀងខ្ពស់រៀងចាស់អញ្ចឹងហើយបើនេះយើងត្រូវមាន10,000ថា 10000 follower ហើយយើងត្រូវមានក្នុង30ថ្ងៃនេះយើងត្រូវមានលក្ខណៈថាមួយសែន viewer អញ្ចឹងទៅយើងអាចជាមួយរលុយជាមួយវាបានហើយតែក្នុងការរលុយយើងមានតាម step វាទៀតអញ្ចឹងកន្លែងចុចពណ៌ក្រហមចុងក្រោយក្រោមគេតែដោយសារខ្ញុំអត់ទាន់គ្រប់អញ្ចឹងខ្ញុំចុចអត់បានអញ្ចឹងពេលយើងគ្រប់វាឲ្យយើង set up តែ set up វានៅមានវីដេអូផ្សេងទៀតបងប្អូនសម្រាប់យើងបំពេញជាតាក់ជាពុនជាអីចឹងហ្នឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើបងប្អូនចេះមិនចេះអាច comment សួរបន្ថែមបានហើយសូមកុំភ្លេចជួយចុច subscribe ដូចជាចុច follow ខ្ញុំតែមួយផងបាទសូមអរគុណ